សុភាសិតជំពូកទី24កុំឲ្យមានចិត្តច្នៃនឹងមនុស្សអាក្រក់សោះឡើយក៏កុំឲ្យចង់ទៅរួមនៅនឹងគេដែរដបិតចិត្តគេគិតគូរតែការសង្កត់សង្កិនទូទេហើយបបោមាត់គេពោលតែសេចក្តីប្រទូស្រ័យការដែលសង់ផ្ទះឡើងបាននោះក៏ដោយសារប្រាជ្ញាហើយគឺដោយសារយុបល់ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួនហើយដោយសារតម្រឹសនោះបន្ទុកទាំងឡាយបានពេញដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេសជារបស់ដែលគប់ចិត្តមនុស្សមានប្រាជ្ញាក៏មានកម្លាំងច្រើនមនុស្សដែលមានតម្រឹសក៏ចម្រើនអំណាចខ្លួនឡើងត្បិតដោយមានការជួយគំនិតដែលប្រកបដោយប្រាជ្ញានោះឯងនឹងអាចធ្វើសឹកសង្គ្រាមបានហើយដោយមានអ្នកប្រឹក្សាជាច្រើននោះទើបបានជ័យជំនះប្រាជ្ញាជារបស់ខ្ពស់ហួសល្បុតមនុស្សល្ងាល្ងឺគេមិនបើកមាត់នៅត្រង់ទ្វារក្រុងឡើយអ្នកណាដែលគិតគូរបង្កើតអំពើអាក្រក់នោះនឹងបានឈ្មោះថាជាមនុស្សកោមកាចគំនិតគិតពីសេចក្តីជំគួតនោះជាអំពើបាបហើយអ្នកដែលចំអកមើលងាយក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយបើឯងអន់ថយនៅក្នុងថ្ងៃលំបាកនោះឈ្មោះថាឯងមានកម្លាំងតិចទេចូលជួយសង្គ្រោះពួកអ្នកដែលគេដឹកនាំទៅឲ្យត្រូវស្លាប់ហើយរាំងរាពួកអ្នកដែលកំពុងតែទៅឯទីសម្លាប់ចុះបើឯងថាមើលយើងមិនបានដឹងទេឯព្រះដែលទ្រង់ថ្លឹងមើលចិត្តតើទ្រង់មិនពិចារណាឃើញហើយដែលទ្រង់ថែរក្សាព្រលឹងឯងតើមិនជ្រាបទេឬតើទ្រង់នឹងសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេអីកូនអាយចូលបរិភោគទឹកឃ្មុំចុះត្បិតជារបស់ឆ្ងាញ់ហើយសំណុំឃ្មុំដែលមានរសផ្អែមដល់មាត់ឯងផងគឺយ៉ាងនោះដែលឯងនឹងដឹងថាប្រាជ្ញាក៏ល្អដល់ព្រលឹងឯងដែរបើឯងរកប្រាជ្ញានោះឃើញនោះនឹងបានរង្វាន់ហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនត្រូវកាត់បង់ឡើយណែមនុស្សអាក្រក់អើយកុំឲ្យលុបចាំប្រទុស្រាយនឹងលំនៅរបស់មនុស្សសុចរិតឡើយកុំឲ្យបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះត្បិតមនុស្សសុចរិតទោះបើគេដួលដល់2ដងក៏គង់តែនឹងក្រោកឡើងវិញបានតែមនុស្សអាក្រក់ត្រូវទម្លាក់ទៅក្នុងសេចក្តីអន្តរាយវិញកុំឲ្យមានចិត្តរីករាយនៅក្នុងការដែលខ្មាញ់សត្រូវឯងដួលចុះឡើយក៏កុំឲ្យមានចិត្តសប្បាយនៅកាលដែលគេត្រូវទម្លាក់ទៅដែរក្រែងព្រះយេហូវ៉ាទ្រង់តតឃើញហើយការនោះមិនគប់ទៅដល់ព្រះハរតីរួចទ្រង់បង្វែរសេចក្តីក្រហាយចេញពីអ្នកនោះវិញកុំឲ្យក្តៅចិត្តដោយព្រោះមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយក៏កុំឲ្យច្រណែននឹងមនុស្សកោងកាចដែរត្បិតនឹងគ្មានរង្វាន់ណាឲ្យមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយហើយចង្កៀងរបស់មនុស្សកោងកាចនឹងត្រូវរលត់ទៅកូនអើយចូលកោតខ្លាចដល់ព្រះយេហូវ៉ាហើយដល់ស្ដេចផងកុំឲ្យឯងសែបគប់នឹងមនុស្សដែលតែងតែសាវ៉ាឡើយត្បិតសេចក្តីអន្តរាយនឹងលំមកលើគេភ្លាមតើអ្នកណានឹងអាចស្គាល់ការវិនិច្ឆ័យដែលមកពីព្រះនិងស្ដេចនោះបានសេចក្តីទាំងនេះក៏ជាពាក្យពោលទុករបស់ពួកប្រាជ្ញាដែរគឺថាការដែលយកយន្តខាងអ្នកណានៅរឿងក្តីនោះមិនល្អទេអ្នកណាដែលកាត់ឲ្យមនុស្សអាក្រក់ថាឯងសុចរិតទេនោះបណ្ដាជននឹងប្រទេសផ្ដាសាដល់អ្នកនោះហើយអស់ទាំងសះនឹងស្អប់ខ្ពើមអ្នកនោះតែអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់វិញគេនឹងពេញចិត្តចំពោះអ្នកនោះហើយនឹងមានពរយ៉ាងវិសេសមកស្ថិតនៅលើអ្នកនោះផងអ្នកណាដែលតបឆ្លើយដោយពាក្យត្រឹមត្រូវនោះគេនឹងថោបអ្នកនោះដោយបបោមាត់ចូលត្រៀមការឯងនៅខាងក្រៃចុះហើយរៀបចំសម្រាប់ខ្លួននៅឯវាលជាមុនសិនទើបសង់ផ្ទះឯងឡើងជាក្រោយកុំឲ្យធ្វើបន្តោទាស់នឹងអ្នកជិតខាងដោយឥតហេតុឡើយក៏កុំឲ្យបញ្ឆោតដោយបបោមាត់ឯងកុំឲ្យពោលដូច្នេះថាអញនឹងប្រព្រឹត្តទៅដល់គេដូចជាគេបានប្រព្រឹត្តទៅដល់អញនឹងសងដល់អ្នកនោះតាមការដែលគេបានប្រព្រឹត្តរួចហើយយើងបានដាក្បាយចំការរបស់មនុស្សខ្ជិលច្រអូសហើយក្បាយដំណាំទំពាំងបាយជ្រូករបស់មនុស្សដែលឥតមានប្រាជ្ញា
នោះឃើញថាមានបន្លាដុះក្របពេញហើយដីនោះដេដាស្ដោយព្រៃទ្រប់ធុលហើយកំផាំងក៏រលំដែរនោះយើងបានរំពឹងមើលហើយពិចារណាដោយល្អិតល្អក៏យល់ឃើញថាហើយទទួលសេចក្តីបង្រៀនថាដេកបន្តិចងោកបន្តិចអោបដៃនឹងដេកបន្តិចយ៉ាងនោះសេចក្តីកំសត់ទុក្ខទារបស់ឯងនឹងលោមមកដូចជាចៅប្លន់ព្រមទាំងសេចក្តីខ្វះខាតដូចជាមនុស្សកាន់គ្រឿងអាវុធផង